សម្រាប់សួរអ្នកគ្រូពួកខ្ញុំមកពីក្រុមទី14ពួកខ្ញុំនឹងបកស្រាយនៅចំពោះទី15 software reuse ហើយសម្រាប់ចំណុចដែលយើងនឹងបកស្រាយនៅក្នុងហ្នឹងធំមានដូចជា the reuse landscape application frameworks software product lines application system reuse អញ្ចឹងយើងត្រូវដឹងសិនថាតើអ្វីទៅគឺជា software reuse អញ្ចឹងទេពីមុនមកនៅក្នុងការបង្កើតនៅបច្ចេកថ្មីមួយគឺគេចាប់ផ្ដើមបង្កើតវាពីដើមមកក៏ប៉ុន្តែបន្ទាប់មកទៀតគឺគេរកឃើញវិធីសាស្ត្រមួយដែលធ្វើឲ្យsoftware កាន់តែល្អហើយលឿននិងមានតម្លៃទាបជាងមុននោះគឺគេប្រើ software reuse អញ្ចឹង software reuse គឺជាការប្រើនៅ software ដែលមានស្រាប់ឬក៏ជាផ្នែកនៃ software ដែលមានស្រាប់ឧទាហរណ៍ដូច function module ឬក៏ application ឬក៏system ទាំងមូលនឹងយកមកនៅក្នុងបច្ចេកថ្មីដោយគ្រាន់តែយកផ្នែកផ្សេងៗហ្នឹងយកទៅកែកូនតិចតួចតម្រូវការទៅតាមclient នីមួយៗចឹងទៅចូលទៅដល់ចំណុចបន្ទាប់គឺគេនិយាយទាក់ទងជាមួយទៅនឹង reuse based software engineering ទី1 system reuse system reuse ហ្នឹងគឺជាការប្រើប្រាស់នៅ system ទាំងមូលដែលមានស្រាប់ដោយយកវាមកគ្រាន់តែកែកូនតិចតួចដើម្បីតម្រូវទៅតាមតម្រូវការរបស់បច្ចេកថ្មីហ្នឹងហើយ application reuse គឺជាការប្រើ application ទាំងមូលនឹងដើម្បីយកទៅកែកុនដើម្បីឲ្យវាស្របទៅតាមបច្ចេកថ្មីឬក៏យកវាយកទៅ integrate ជាមួយនឹង application អីផ្សេងៗដើម្បីបង្កើតនៅ system ថ្មីទៅតាមតម្រូវការរបស់បច្ចេកយើងហ្នឹងហើយមួយទៀត component reuse component reuse គឺគេប្រើ part នៃ application ដូច login module ដូច authentication module អីហ្នឹងគឺគេប្រើរបស់ដែលមានស្រាប់ហ្នឹងនៅក្នុងបច្ចេកថ្មីហ្នឹងបានហើយមួយទៀតobject and function reuse គឺគេប្រើកូដបំណែកនៃកូដនៅក្នុងបច្ចេកចាស់យកទៅប្រើនៅក្នុងបច្ចេកថ្មីដែលវាស្តៀងគ្នាហ្នឹងដូច function មួយចំនួនដូចfunction សម្រាប់យកទៅ calculate អីផ្សេងៗដូចតាក់ដូចភាគរយអីផ្សេងៗអញ្ចឹងទៅគេអាចយកពីបច្ចេកចាស់យកទៅប្រើក្នុងបច្ចេកថ្មីបានហើយចូលទៅដល់ចំណុចបន្ទាប់គឺគេនិយាយពីគុណសម្បត្តិនៃ software reuse សម្រាប់ software reuse វានឹងធ្វើឲ្យdevelopment process ហ្នឹងវាលឿនជាងមុនដោយសារតែយើងមិនចាំបាច់ធ្វើអ្វីគ្រប់យ៉ាងពីដើមមកវិញទេគឺយើងប្រើរបស់ដែលមានស្រាប់ឧទាហរណ៍ជំនួសឲ្យការបង្កើតនៅmap feature សារឡើងវិញគឺគេប្រើនៅ Google Map API ដើម្បីទៅជំនួយឲ្យការបង្កើតបច្ចេករបស់យើងហ្នឹងវាបានលឿនជាងមុនហើយយើងអាចបញ្ចប់វាបានលឿនជាងមុនដែរហើយមួយទៀតគឺ expert គឺអត់ប្រើនៅទៅសេនៅកូដដដែលឡើងវិញទេគឺគេទៅសេ reusable parts មួយហើយគឺគេប្រើវានៅពេលក្រោយទៀតយល់ហ្មងដូចsenior developer អីគឺគាត់អាចប្រើsecure payment module ហ្នឹងគាត់ធ្វើម្ដងហ្នឹងហើយគាត់អាចយកទៅប្រើពេលក្រោយឬក៏ team ផ្សេងគឺអាចយកទៅប្រើបានដោយមិនចាំបាច់បង្កើតសារឡើងវិញទេហើយមួយទៀតគឺsoftware reuse ហ្នឹងគឺវាគួរឲ្យទុកចិត្តបានជាងមុនដោយសារតារបស់ដែលគេបានធ្វើឲ្យពីមុនមកហ្នឹងគឺគេបានតេស្តហើយថាវាអត់មានបាក់ឬក៏អត់មានចំណុចប្រហោងខ្វះខាតអីទេចឹងធ្វើឲ្យវាមានសុវត្ថិភាពជាងមុននៅក្នុងការប្រើប្រាស់ដូច login module អីគឺគេអ្នកដែលគេ expert គេបង្កើតហើយម្ដងហើយគឺយើងអាចយកវាយកមកប្រើនៅក្នុង app ផ្សេងទៀតបានហើយមួយទៀត
កាលណាយើងកាត់បន្ថយការសរសេរកូដច្រើនជាងមុនដោយប្រើ reuse software ហ្នឹងគឺតម្លៃនៃការ development ហ្នឹងគឺក៏វាធ្លាក់ទាបដែរហើយក៏វាអាចកាត់បន្ថយនៅហានិភ័យផ្សេងៗដូចយើងប្រើlogin system login module ចាស់ហ្នឹងយកមកប្រើទៅគេបានតេស្តមកហើយអញ្ចឹងវាមាន secure ជាងមុនវាកាត់បន្ថយហានិភ័យបានច្រើនជាងមុនមួយទៀតគឺ standard compliant អញ្ចឹងនៅពេលដែលយើងប្រើreusable component ពីរបស់គេមកគឺយើងជាទូទៅគឺយើង follow ទៅតាម UI ឬក៏ business standard របស់គេអញ្ចឹងធ្វើឲ្យuser គឺគាត់មានភាពងាយស្រួលដោយសារ app ហ្នឹងវាមានតម្រងស្រៀងគ្នាអញ្ចឹងគាត់មិនបាច់ចាំច្រឡំចោះច្រឡំឡើងទេគាត់ដឹងថានៅក្នុង setting វាមានអីគេនៅក្នុងmenu វាមានអីគេអញ្ចឹងទៅគឺគាត់ងាយស្រួលជាងមុនហើយចូលទៅដល់ចំណុចបន្ទាប់គឺយើងនិយាយអំពីបញ្ហាឬក៏គុណវិបត្តិនៃ reuse អញ្ចឹងគឺយើងពិបាកនៅការបង្កើតនិង maintenance នៅ component library ហ្នឹងដោយតម្រូវឲ្យ team ឬក៏គ្រប់គ្នាត្រូវដឹងពីរបៀបប្រើប្រាស់របស់វាហើយយើងដឹងពីរបៀបយកវាមកឲ្យវាប្រើ work ឲ្យវាធ្វើការបានជាមួយនឹងកូដផ្សេងៗនៅក្នុងproject ថ្មីរបស់យើងហ្នឹងហើយចូលទៅដល់ចំណុចបន្តទៀតគឺយើងត្រូវការចំណាយពេលដើម្បីទៅស្វែងរកឬក៏ស្វែងយល់នៅlibrary ទាំងអស់ហ្នឹងដើម្បីធ្វើការជាមួយទៅនឹងផ្នែកផ្សេងៗនៅក្នុង project របស់យើងឬក៏យើងអាចកែប្រែអីមួយចំនួននៅក្នុងហ្នឹងដើម្បីឲ្យវាធ្វើការបានល្អជាមួយទៅនឹង project របស់យើងហើយចូលទៅដល់ចំណុចបន្ទាប់គឺ increase maintenance cost អញ្ចឹងនៅពេលដែល software មួយចំនួនដែលវាអត់អនុញ្ញាតឲ្យយើងអាចមើលកូដបានឬក៏អាចupdate កូដនឹងបានទេអញ្ចឹងនៅពេលដែលវាជួប bug នៅពេលក្រោយគឺយើងពិបាកនឹង fix bug មួយហ្នឹងឧទាហរណ៍ដូចGoogle Map feature បើសិនជាថ្ងៃណាមួយ Google Map API ហ្នឹងវាមានបញ្ហាផ្សេងគឺយើងអត់អាចទៅដោះស្រាយបញ្ហាបានទេដោយសារយើងអាច access ទៅដើម្បី update code នឹងបានអញ្ចឹងយើងពិបាកនៅក្នុងការ fix bug ចូលទៅដល់ចំណុចបន្តទៀតគឺ lack of tool support អញ្ចឹង software មួយចំនួនវាអត់ support reuse friendly development ទេឧទាហរណ៍ដូចថា all embedded system tool ហ្នឹងវាអត់ support ជាមួយទៅនឹង modern component ឬក៏ plugin ហ្នឹងហើយមួយទៀតdeveloper មួយចំនួនគឺគាត់សុខចិត្តទៅសេនៅគ្រប់យ៉ាងដោយពួកគាត់យល់ថាធ្វើអញ្ចឹងវានឹងទទួលបានលទ្ធផលប្រសើរជាងជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំឈ្មោះសាំងសិនថៃជាអ្នកត្រូវ present បន្ទាប់នៅចំណុច The Reuse Landscape នៅក្នុងក្រុមទី14ចឹងដែលយើងដឹងហើយថា software reuse ហ្នឹងគឺជាការប្រើប្រាស់នៅរបស់ដែលមានហើយស្រាប់យកមកប្រើប្រាស់បន្តបន្តទៀតដែលយើងធ្វើការកែច្នៃឬមកក៏កែកុនវាតិចតួចឬមកក៏ update វាចឹងទៅហើយការប្រើប្រាស់នៅ software reuse ហ្នឹងក៏វាមាននៅវិធីសាស្ត្រខុសៗគ្នាទៅតាម possible level និង technique របស់វារៀងៗខ្លួនដែរចឹងនេះគឺជាវិធីសាស្ត្រមួយចំនួនដែលមានការប្រើប្រាស់ច្រើនដែលយើងបាននឹងលើកឡើងយកមកបកស្រាយចឹងតើតើនឹង applications framework វាគឺជា escape ឬមក concrete class ដែលត្រូវបានគេ collect យកមកនៅពេលដែលគេបោះបង់វាចោលឬចូលជា extension មួយដែលត្រូវបានគេបោះបង់ចោលអញ្ចឹងយើង collect វាយកមកហើយក៏បង្កើតវាបានទៅជា application system មួយថ្មីអញ្ចឹងទៅហើយសម្រាប់application system integration ហ្នឹងគឺជា application system ពីរឬមួយក៏ច្រើនដែលត្រូវបានគេយកមក integrate ទៅជា extension functionality ថ្មីមួយដែរចំណែកarchitectural template នេះ
វាគឺជា software architecture standard មួយដែល support ទៅលើ application system ពេញនិយមមួយចំនួនដែលប្រើប្រាស់ជាលក្ខណៈ basic application ដែលចំណុចហ្នឹងត្រូវបានបកស្រាយយ៉ាងលម្អិតនៅក្នុង chapter ទី6 11ហើយនិងទី17 Space Oriented Software Development គឺជា component មួយដែលយើងជាការ share component ដែលបាន folded ជា application នៅកន្លែងខុសគ្នានៅក្នុង program ដែលចំណុចមួយហ្នឹងក៏ត្រូវបានបកស្រាយយ៉ាងល្អនៅក្នុង chapter ទី31ដូចគ្នាចំណែកឯ component based software engineering វាគឺជា system ដែល develop ដោយ integration component ដែល conform ទៅជា component model standard មួយដែលត្រូវការបកស្រាយយ៉ាងល្អនៅក្នុង chapter ទី16 អូខេឥឡូវយើងនិយាយអំពី application framework ដែលជាចំណុចមួយនៅក្នុង chapter reusable architecture ដែលវាបង្កើតឡើងសម្រាប់ឲ្យអ្នកផ្សេងយកទៅប្រើតដើម្បីកុំឲ្យអ្នកផ្សេងគាត់បង្កើត from scratch ហើយនៅក្នុងនេះយើងមានដូចជា CSS យើងមាន Tailwind មាន Bootstrap ហ្នឹងទៅឥឡូវយើងដល់និយាយដល់ definition យើងមាន class object និង component ឥឡូវហ្នឹងប្រហែលនៅក្នុង Excel វាមាន function sum យើងគាត់ដាក់2 3ទៅវា return មកវិញនៅពីក្រោយវាហ្នឹងគឺគេសរសេរ class ឬក៏ reusable component ដែលឲ្យយើងគ្រាន់តែ input parameter 2ចូលទៅវានឹង return ចម្លើយត្រឡប់មកវិញហើយបន្តមកទៀតយើងនិយាយ keyword យើងមានតែ3ទេ framework ហើយ component ហើយ subsystem កាលណាយើងបង្កើតរបស់ច្រើនដូចនៅក្នុង Tailwind យើងបង្កើត class ច្រើនទៅផ្គុំចូលគ្នាទៅយើងបង្កើតបានជា framework មួយហើយជាទូទៅវាច្បាស់ជា framework ធំជាង component ហើយ subsystem វាជារបស់មួយដែលបេតកន្លងជាមួយនឹង framework ឥឡូវហ្នឹងបើថាខ្ញុំ front end របស់ខ្ញុំយក Tailwind ខ្ញុំប្រើអញ្ចឹងខ្ញុំជា system របស់ខ្ញុំជា subsystem របស់ Tailwind ហើយបន្តមកទៀតយើងនិយាយពី WAF ឬក៏ Web Application Framework វាគឺជា skeleton ឬក៏គ្រោងឆ្អឹងមួយដែលសម្រាប់ឲ្យយើងដើរទៅដូចឲ្យតែយើងដើរតាមផ្លូវហ្នឹងគឺដឹងថាអត់មុតបន្លាដូចយើងដើរតាមផ្លូវហ្នឹងទៅគឺដឹងតែ well structure ហើយនឹង security យើងបានខ្ពស់ជាងទៅនៅក្នុងហ្នឹងគេបាន implement ហើយនៅក្នុង Java Python យើង language ភាគច្រើនគឺដើរតាមហ្នឹងដូចគេចងច្បាប់មួយអញ្ចឹងឲ្យយើងដើរតាមហ្នឹងគឺអត់មុតបន្លាហើយឥឡូវយើងនិយាយចំណុចបន្ទាប់ទៀតគឺ model view controller model view controller ហ្នឹងវាជារបស់មួយដែលធ្វើឲ្យ code របស់យើង well structure organize ហើយមួយទៀតវាប្រើភាគច្រើនលើ front end ឥឡូវហ្នឹងឧបមាថាយើងចង់ឲ្យគេ request មកយើងមានកន្លែងមួយដែលត្រួតពិនិត្យឲ្យវា secure ឧបមាថាយើងចង់ឲ្យគេ input តែ string ទេអញ្ចឹងវាចូលនៅយើងសរសេរនៅក្នុង schema មួយទៅថាយើងទទួលបានតែ string ទេក្រៅពីហ្នឹងគឺយើងអត់ទទួលទេយើង return file ទៅវិញអញ្ចឹងcode របស់យើងគឺ organize យើងសរសេរ schema ផ្សេងយើងសរសេរmodel ផ្សេង route ផ្សេងអីផ្សេងទៅយល់វាជា process មួយដែលធ្វើឲ្យ UI របស់យើងmanageable ហើយមើលទៅគឺឆាប់ understand ឥឡូវហ្នឹងឧបមាថា database របស់យើងនៅពេលដែលយើងយក front end យកនៅពេលដែលយើងយក web របស់យើងនេះយកទៅ install កន្លែងមួយទៀតយើងគ្រាន់តែ migrate វាទៅគឺបាន structure នឹងមកវិញហើយគឺថាឲ្យ web របស់យើងស្រួលផ្លាស់ទីដូច well organize ចឹងអានេះយើងនិយាយហើយយើងមានអីគេនៅពេលដែល user input មក view method ដូចយើងមាន schema មានអីចឹងទៅយើង detect អីចឹងទៅហើយអា model នេះគឺជាមានកន្លែងមួយទៀតសម្រាប់manage query ពី database model នេះយើងសរសេរថា front end យើងuser input មក user input បានឯគេ string ឬក៏integer ចឹងទៅហើយបន្តមកទៀតគឺ WAF យើងនិយាយហើយយើងមាន security ហ្នឹងយើងនិយាយពី user access permission អីហ្នឹងឧបមាថាយើងឲ្យ user អាចតែ get request ទេអត់អាចលុបបានទេតែ admin គឺអាចមានសិទ្ធិលុបអាហ្នឹងគឺយើងដើរតាម flow ហ្នឹងទៅគឺបានហើយ success ហើយ database support session management
យើងឲ្យ user កុំឲ្យមាន session ដដែលចឹងទៅ ខ្ញុំឈ្មោះលន់ពីលុកដែលត្រូវ present បន្ទាប់ពីក្រុមរបស់ខ្ញុំទៅតទៅនៅលើចំណុច software attack line software attack line ឬក៏ application ដែលវាស្តៀងនឹង application ដែលមាន functionality ដែលអាចកែប្រែនិងសម្របសម្រួលសម្រាប់ការប្រើប្រាស់ផ្ទាល់បាន software product line គឺការដែលគេបញ្ចូលគ្នានៃ application មួយជាមួយនឹង common architecture និងចែកម្លែក component ហ្នឹងដាក់ចូលគ្នាដើម្បីយកទៅដោះស្រាយនឹងបញ្ហាឬក៏ការតម្រូវការណាមួយហើយមួយទៀត adaptation where involve នៅ component និង system configuration component ហើយ system ហ្នឹងយើងអាច structure វា config វាបានហើយនៅក្នុងហ្នឹងមានការដាក់បញ្ចូលនៅ component ថ្មីចូលទៅក្នុង system ហើយមួយទៀតគឺការជ្រើសរើសសម្រាប់ជ្រើសរើសពី library ហើយយកទៅប្រើយក component ណាដែលចាំបាច់យកទៅប្រើប្រាស់ហើយ component ទាំងអស់ហ្នឹងយើងអាច modify ដើម្បីទៅដោះស្រាយបញ្ហាថ្មីបាទបញ្ហាថ្មីមួយទៀតបាទនេះគឺជា base system for software product line ក្នុងហ្នឹងមានដំបូង specialized application component អានេះជាផលតាច់ហើយអានេះពេលដែលកំពុងតែរៀបចំ config សម្រាប់ប្រើប្រាស់នៅ component ទាំងអស់ហ្នឹងហើយ core component នេះគឺជា main ដែលគេបង្កើតឡើងមកដើម្បីរៀបឲ្យខ្លាចជា product line software product line by application core component គឺជាការរួមបញ្ចូលគ្នានៃការ infrastructure support វាមិនត្រូវបានកែប្រែនៅពេលដែលវាកំពុងតែ developing នៅ product line ថ្មីមួយទៀតទេអញ្ចឹងបានន័យថាវាបង្កើតឡើងហើយយកទៅប្រើប្រាស់មកវាអាចកែប្រែនៅពេលដែលយើងយកទៅ develop បានទេហើយនៅ configuration របស់ component ដែលវាអាចនឹងកែប្រែនឹង structure នឹងរៀបចំទៅនឹង specialize ដែល specialize វាទៅជា new application មួយទៀតវាអាចទៅមួយដែរដែលវាអាចនឹងរៀបចំសារថ្មីសម្រាប់នឹង component ដែលយកទៅប្រើហ្នឹងដោយមិនបាច់ចាំផ្លាស់ប្ដូរកូដរបស់វាហើយវាប្រើប្រាស់ដោយ built-in component configuration language specialize domain specific component ខ្លះនៃទាំងអស់ហ្នឹងវាអាចផ្លាស់ប្ដូរទីកន្លែងនៅពេលដែល product line ថ្មីមួយទៀតត្រូវបានបង្កើតឡើងចំណុចនេះវាមាន application framework ជាមួយនឹង product line application framework relay an object oriented feature ស្តៀងទៅនឹង polymorphism ដើម្បីទៅ implement attention ដែល product line ត្រូវការមិនជា object oriented ដូចជា application framework ទេ
ឧទាហរណ៍ការរួមបញ្ចូល software ដែលមានស្រាប់នៅក្នុងទូរស័ព្ទដៃរបស់យើងហើយនឹង application framework វា focus ទៅលើនឹង providing technical ប្រសើរជាងការ support ដោយ domain specific ដោយផ្ទាល់Product Line វាបានភ្ជាប់ជាមួយទៅនឹងdomain និង platform information Product Line វាទូទៅវាគ្រប់គ្រងទៅលើ application សម្រាប់ requirement software Product Line គឺបង្កើតឡើងនឹងជា family of application ជាទូទៅProduct Line ទាំងអស់ហ្នឹងគឺវាត្រូវបានគ្រប់គ្រងដោយអង្គការមួយឬក៏ក្រុមហ៊ុនណាមួយProduct Line architecture វាអាចនឹងរៀបចំរួចសម្រាប់បំបែក sub system វាទៅជាផ្សេងគ្នាហើយអនុញ្ញាតឲ្យពួកវាហ្នឹងផ្លាស់ប្ដូរទៅខ្លួនឯងarchitecture វាគួរតែរៀបចំវាជាផ្នែកមួយនៃ entities ហើយពួកវាពណ៌នានិង level បន្ទាប់របស់វាហ្នឹងគឺ system ជ្រៀតចូល system ហើយពណ៌នាដោយមិនបាច់ចាំទៅគ្រប់ចូលក្នុងនឹងដោយផ្ទាល់នេះគឺជា architecture of the resource application system allocation system នៅលើដំបូងមាន interface ហ្នឹង user interface បន្ទាប់មក IO management គ្រប់គ្រងទៅលើ user ការ log in log out ហើយ resource query ការបញ្ជូន query ទៅវិញទៅមកហើយគ្រប់គ្រង query នេះជា IO management resource management មាន resource tracking resource policy control resource allocation ហើយចុងក្រោយគេគឺ database management វា translate management នៃ resource របស់ database ហ្នឹងបើបញ្ជូនទៅមកហើយវាមានការស្រួលប្រើហើយចូលដល់ចំណុចបន្ទាប់ the product line architecture of visual description អាហ្នឹងនៅ interface វាមានoperator interface command system interface ហើយ IO management តកតងទៅលើ operator login logout ហើយមានការ store map ឬក៏ route planner មាន report មាន query ស្រៀងនឹង IO មុនដែរហើយនឹងresource management មាន resource status manager ហើយ include logger which call literature ហើយ equipment manager which call locator នៅ database មាន3គឺមាន5គឺ equipment database transaction manager which call database ហើយនឹងaccident log ហើយ map database ចូលដល់ which call decryption specialized resource management ហ្នឹងគឺជាការគ្រោងឡើងដោយ allocate resource ដូចជា which call ទៅកាន់ទៅដោយ handle incident adaptation include នៅក្នុងហ្នឹងរួមមាននៅ UI level នៅ UI level component ទាំងអស់ហ្នឹងសម្រាប់ operator សម្រាប់ display ហើយបន្ទាប់មកឲ្យវាមានទំនាក់ទំនងជាមួយគ្នានៅក្នុង UI នៅក្នុង IO management level ហ្នឹងគឺគេសម្រាប់component សម្រាប់ handle ទៅលើ algorithm ការជ្រៀតចូលការដោការអីចឹងទៅហើយមាន report មាន routing planning at the resource management level they are
វា component ទាំងអស់ហ្នឹងសម្រាប់which call location and display manage អានេះគ្រប់គ្រងwhich call status ទាំងអស់ហ្នឹងឲ្យវានឹង incident logging the database include increment which call and map database អានេះនៅចំណុច database product line specialization platform specialization វាហ្នឹងគឺជាversion ដែលខុសគ្នាសម្រាប់នៅក្នុង application មួយសម្រាប់ការ develop នៅ application ផ្សេងគ្នា application ផ្សេងគ្នា environment specialization នៅ version ខុសគ្នារបស់ application ហ្នឹងវាបង្កើតឡើងសម្រាប់ handle នៅ operating ខុស operating environment នៅខុសគ្នាដូចជា different type of communication equipment functional specialization នៅ version ដែលខុសគ្នាសម្រាប់នៅដល់គ្នារបស់ application ហ្នឹងគឺ create ឡើងហ្នឹងដោយសម្រាប់ customer ដែលមានតម្រូវការខុសគ្នា process specialization នៅ version ខុសគ្នារបស់ application ហ្នឹងគឺបង្កើតឡើងសម្រាប់ support នៅ process នៃដំណើរការនៃ business ខុសគ្នាអញ្ចឹងគេធ្វើការឲ្យវាមាន ramble មានតរយៈភាពproduct instant development ទាំងអស់នេះវាជា flow របស់ product instant development ហ្នឹងហើយតិចទៀតបញ្យល់ពីចំណុចមួយ product instant development ហ្នឹង click stakeholder requirement ដែល prepare សម្រាប់ចំណង់ចំណូលចិត្តរបស់ក្រុមគ្រួសារឬក៏ដូចជា prototype មួយចឹងតមក choose រៀបចំ process អស់ហ្នឹងឲ្យវា fit ជាមួយនឹង family member ហើយ the family member ដែលវាអាចងាយស្រួលនឹងចូលគ្នាទៅនឹងឲ្យត្រូវទៅនឹង requirement ហើយ organization requirement វា adapt requirement as accessory to capability of the software adapt designing system develop model មួយថ្មីនឹងបង្កើតឲ្យវាមានការផ្លាស់ប្ដូរសម្រាប់ family member មួយហ្នឹងនៅក្នុង delivery new member document key feature for further member development product line configuration design time configuration the organization that develop the software modify a common product line core by developing, selecting, adapting component to create a new system for customer វា organize សម្រាប់ software ហ្នឹងគឺវាផ្លាស់ប្ដូរដោយការ developing, selecting, adapting ហ្នឹងទៅ create system មួយទៀតសម្រាប់ customer deployment time configuration នៅ generic system is designed for configuration by customer or consultant and working with customer knowledge of the customer's specific requirement and the system's operating environment is embedded in configuration data that are used by generative system
ចំណុចហ្នឹងគឺគេចង់ប្រាប់ថានៅ system ហ្នឹងគេ design ឡើងសម្រាប់ customer ហើយគេត្រូវការនៅចំណេះដឹងដែល customer requirement ដែល customer ត្រូវការតបមកនៅ operating system ហ្នឹងត្រូវការតែអីខ្លះក្នុងហ្នឹងនេះជាក្រាហ្វរបស់ជាគំនូរតាមរបស់ deployment configuration level of deployment time configuration component ដែលបាន select ហ្នឹងគឺជាសម្រាប់គឺជា model ដែលបាន select ទៅក្នុង system ដែលត្រូវបានរួមបញ្ចូលទៅក្នុង functionality ដែលត្រូវការ workflow និងច្បាប់របស់ definition ដែលគឺជាកន្លែងដែលយើង define workflow how to information the process stage by stage របៀបworkflow យើងត្រូវធ្វើការពីណាទៅណាមើល information ដែលត្រូវបាន process ក្នុងដំណើរការហ្នឹងធ្វើការរបៀបម៉េចហើយ and invalidation rule that should apply to information entered by user and generated by system parameter definition where you specific value for specific system parameter that reflect the instance of the application that you are creating ហើយនៅក្នុង parameter ហ្នឹងdefinition ហ្នឹងកន្លែងដែលយើងspecify នៅតម្លៃមួយដែល system យើងត្រូវការហើយវាតកតងទៅនឹង application ដែលយើងកំពុងតែបង្កើតឡើងនឹងខ្ញុំត្រូវបានចាប់ដំណឹងហើយបាទជំរាបសួរអ្នកគ្រូខ្ញុំឈ្មោះឆៃសិលាខ្ញុំ handle ចំណុចបន្ទាប់ពាក់ព័ន្ធជាមួយនឹង application system reuse បាទអញ្ចឹងចំពោះចំណុចកន្លែងហ្នឹងដូចទៅគេបានបញ្ជាក់អញ្ចឹង application system product វាគឺជា software system ដែលយើងអាចសម្របទៅតាមតម្រូវការផ្សេងៗគ្នារបស់ customer ឬមួយក៏ client របស់យើងដោយយើងអត់ចាំបាច់ចូលទៅផ្លាស់ប្ដូរ source code ហើយ application system ដែរវាមានមុខងារទូទៅដែលយើងអាចយកមកប្រើឡើងវិញបាននៅក្នុងបរិបទផ្សេងៗឬមួយក៏តម្រូវការផ្សេងៗគ្នាអញ្ចឹង application system product គឺវាសម្របទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ឬមួយក៏ client customer របស់យើងនឹងបានដោយវាមាន built-in function ដែលយើងអាចចូលទៅ config built-in config function យើងអាចចូលទៅកែអនុញ្ញាតឲ្យវា function ទៅលើ system ណាមួយទៅតាមតម្រូវការជាក់ស្ដែងរបស់ customer អញ្ចឹងឧទាហរណ៍នៅពេលដែលឧទាហរណ៍នៅក្នុងមន្ទីរពេទ្យហ្នឹងមាន system ដែល record ទិន្នន័យរបស់អ្នកជំងឺហើយវាមាន input form output form ដែលអាច report ឬមួយក៏បញ្ជាក់ពីអ្នកជំងឺប្រភេទផ្សេងៗគ្នាបាទហើយស្លាយបន្ទាប់អត្ថប្រយោជន៍នៃ application system reuse អញ្ចឹងដំបូងវាដូចជានឹងការដូចជាប្រភេទនៃការយកមកប្រើប្រាស់ផ្សេងៗមុខងារផ្សេងទៅន័យថាវាផ្ដល់ឲ្យនៅការ deployment លឿនហើយ reliable ដោយសារតែយើងអត់ចាំបាច់ត្រូវទៅសេវាឡើងវិញដោយសារតែយើងប្រើរបស់ដែលមានស្រាប់ហើយគ្រាន់តែយើងយកវាមកប្រើឡើងវិញហើយចំណុចទី2
ដោយសារតែ application ហ្នឹងវាមានរួចហើយអញ្ចឹងយើងគ្រាន់តែយកមកវិភាគឬមួយក៏ analyze មើលថាវាងាយស្រួលឬមួយក៏ត្រូវវាងាយស្រួលឬមួយក៏ត្រូវទៅនឹងតម្រូវការដែលយើងសម្រាប់ចិត្តយកមកប្រើប្រាស់ហ្នឹងអត់ជៀសវាងការចេះតែយកមកប្រើហើយចំពោះចំណុចទី3គឺវាជួយឲ្យជៀសវាងក្នុងដោយសារយើងយកsoftware ដែលមានរួចមកហើយហ្នឹងយកមកប្រើឡើងវិញអញ្ចឹងវាអាចជួយឲ្យជៀសពីបញ្ហាប្រឈមក្នុងការ development ក៏ប៉ុន្តែមិនមែនមានន័យថាវាអត់មានបញ្ហាប្រឈមសោះហើយគ្រាន់តែវាជួយ avoid បានខ្លះចំពោះចំណុចទី4ចំពោះអ្នកអាជីវកម្មដែលយក system ទៅប្រើអញ្ចឹងគឺអាចផ្ដោតទៅលើតែសកម្មភាពស្នូលរបស់ខ្លួនសកម្មភាពស្នូលរបស់អង្គភាពខ្លួនបានដោយអត់ចាំបាច់ចំណាយធនធានច្រើនទៅលើការអភិវឌ្ឍប្រព័ន្ធ IT ហ្នឹងហើយចំណុចទី5នៅពេលដែលoperating platform របស់យើងវារីកចម្រើនអញ្ចឹង technology update ឲ្យមានភាពងាយស្រួលដោយសារតែវាជាទំនួលខុសត្រូវរបស់ code product vendor ជាជាង customer បាទអញ្ចឹងចូលទៅ slide បន្ទាប់ពាក់ព័ន្ធជាមួយនឹង problem of application system reuse អញ្ចឹងចំពោះចំណុចទី1requirement របស់វាហ្នឹងគឺវាតែងតែឲ្យសម្របទៅតាម functionality mode ប្រតិបត្តិការនៅលើនៃ code product អញ្ចឹង code product ហ្នឹងគេ code product ហ្នឹងគឺcode ហ្នឹងបានន័យថា commercial off the shelf បានន័យថាវាជា software system មួយដែលបង្កើតរួចហើយគឺធៀមសម្រាប់អង្គការប្រើប្រាស់មកបានន័យថាយើងអាចទិញយកមកប្រើប្រាស់បានជាជាងការទៅសេតាំងពីដើមមកឡើងវិញហើយចំពោះចំណុចទី2នេះcode product ហ្នឹងគឺវាពឹងផ្អែកទៅលើការកំណត់មួយដែលយើងមិនអាចចូលទៅកែប្រែវាបានអញ្ចឹងផ្នែកខ្លះគឺយើងអាចកែប្រែបាននេះដោយសារតែ code product ហ្នឹងគឺវា build មកនៅក្នុងការកំណត់មួយដែលវាពិបាកឬមួយក៏សុខស្វែងក្នុងការ modify បាទហើយចំពោះចំណុចទី3ការជ្រើសរើស code system យកមកប្រើនៅក្នុង enterprise ហ្នឹងវាអាចជាប្រសាសន៍មួយដែលពិបាកដោយសារតែ code product ទាំងអស់ហ្នឹងភាគច្រើនdocumentation មកអត់សូវល្អអញ្ចឹងបានន័យថាការដែលយើងយក code product ហ្នឹងយកមកប្រើដែល fit ត្រូវនឹងអ្វីយើងចង់ប្រើហ្មងគឺវាពិបាកដោយសារតែវាមាន option ច្រើនហើយdocumentation អត់សូវល្អហើយវាធ្វើឲ្យយើងពិបាកក្នុងការដឹងថាត្រូវយកមួយណាយកមកប្រើចំពោះចំណុចទី4វិញវាអាចនឹងពិបាកនៅខអ្នក expert ណាមកបន្ត maintenance ឬមួយ support system development នៃ code product ដែលយើងយកមកប្រើហ្នឹងដោយសារតែជាងណាcode product ដែលយើងទិញមកហ្នឹងគឺធ្វើនៅ international company អញ្ចឹងវាប្រើលំនិយាយខាងក្រៅក៏ប៉ុន្តែនៅក្នុង local របស់យើងអាចនឹងអត់សូវមានអ្នកជំនាញឬមួយក៏អត់ត្រូវបានមកបរិញ្ញានៅក្នុង local របស់យើងឲ្យទូលំទូលាយអញ្ចឹងយើងពិបាករកអ្នក expertise ខាងហ្នឹងមក support system ហ្នឹងហើយចំពោះចំណុច
ទី5វិញអឺចឹងទី5វិញបានថានៅពេលដែលយើងយក code product ហ្នឹងពីអ្នកលក់ណាយកមកប្រើហើយអញ្ចឹងយើងត្រូវពឹងផ្អែកទៅលើអ្នកដែលលក់ system ឲ្យយើងហ្នឹង maintenance support ទៅលើ system ហ្នឹងបានដោយអឺដោយសារនៅពេលដែលថ្ងៃខាងមុខទៅយើងអាចតម្រូវការចង់ change ប៉ុន្តែយើងអត់មានយើងអត់ fully control ទៅលើ system ហ្នឹងនេះបាទអញ្ចឹងចំពោះទៅ slide បន្តទៀតពាក់ព័ន្ធទៅនឹង configurable application system configurable application system ឬមួយ system ដែលយើងអាច config បានហ្នឹងជាទូទៅគឺគេdesign system ឡើងហ្នឹងfocus ទៅលើfocus support ទៅលើអាជីវកម្មឬមួយក៏ enterprise ណាមួយដែលគេបានកំណត់មុន design ឡើងអញ្ចឹងអញ្ចឹងឧទាហរណ៍ application system ដែលគេធ្វើឡើងសម្រាប់គូពេទ្យថ្មី dentist អញ្ចឹងវា handle ទៅលើនឹងការមុខងារការណាត់ជួប appointment វាងអ្នកជំងឺនឹង dentist ហ្នឹងហើយមាន dental record មួយទិន្នន័យអ្នកជំងឺដែលមានអ្នកជំងឺថ្មីហ្នឹងហើយនឹង patient record បាទពាក់ព័ន្ធនឹងបន្តទៀត domain specific system អញ្ចឹងdomain specific system ហ្នឹងវាដូចជា software មួយដែលគេធ្វើឡើងសម្រាប់ specific type industry អញ្ចឹងឧទាហរណ៍ថាMicrosoft Word អាហ្នឹងវាមិនមែន domain specific system ទេវាធ្វើមកសម្រាប់ទូទៅបានន័យថាយើងប្រើយកទៅហ៊ានក៏បានយើងយកទៅធ្វើការក៏បានយើងអាចគ្រាន់តែយកប្រើប្រាស់តម្រូវការខ្លួនឯងយកមកកត់ note កត់អីក៏បានវាមិនមែនចឹងទេអញ្ចឹង domain specific system ហ្នឹងគឺវាធ្វើ specific task អីមួយដែលនៅលើ field ដែលយើង focus ទៅលើហ្នឹងឲ្យវាងាយស្រួលជាងមុនបាទអញ្ចឹងdomain specific system ហ្នឹងវាវា support ទៅលើ business function ដែលមានដូចជាការគ្រប់គ្រងឯកសារហើយផ្ដល់វាផ្ដល់មុខងារជាច្រើនដែល specific user យើងផ្ដោតទៅលើអញ្ចឹងចូលមក slide បន្តទៀតតទៅជាមួយនឹង code solution ហើយនិង code integration system អញ្ចឹង code ដូចខ្ញុំបានបញ្ចូលខាងលើមុនហ្នឹងអញ្ចឹងបាទហើយអញ្ចឹងពាក់ព័ន្ធមួយ configurable application system អញ្ចឹង configurable system ហ្នឹងយើងគិតថាវាដូចជា platform មួយដែលយើងបានមកហើយប៉ុន្តែ workflow មិននៅខាងក្នុងគឺយើងជាអ្នក config ខ្លួនឯងអញ្ចឹងដូចកន្លែងនេះគេបញ្ជាក់អញ្ចឹងsingle product បានថា product តែមួយប៉ុន្តែវា provide មក function ច្រើនដែល require by client ឬ customer ទី2វាផ្អែកទៅលើដំណោះស្រាយ standard ហើយទី3វាផ្ដោតទៅលើ configuration បានន័យទៅលើ setting option បាទទី4វាយើងត្រូវការខាង vendor ដើម្បី maintenance system របស់យើងបាទគាត់ត្រូវការទទួលខុសត្រូវលើការ update ឬមួយក៏ config អីចឹងទៅទី5 vendor ជាអ្នក provide platform របស់យើងហើយយើងកន្លែងមើល application system integration វិញapplication integration មិនថាវាជាប្រភេទ system ច្រើនប៉ុន្តែវា integrate ចូលគ្នាទៅមួយឧទាហរណ៍ថាទីពេទ្យ
ចឹងវាមាន system មួយរបស់ទី8ចឹងវាមានក្នុងហ្នឹងវាមាន system ច្រើន system គិតលុយ system ញ៉ាំ schedule ឬមួយក៏ system ទិន្នន័យរបស់អ្នកជំងឺចឹងទៅប៉ុន្តែវា integrate ចូលមកគ្នាតែមួយតាមរយៈ API ឬមួយក៏ middleware ចឹងទៅចឹងទី1ដូចที่ខ្ញុំបាននិយាយមកអញ្ចឹងគឺវាមាន system ច្រើនប៉ុន្តែវា integrate ចូលមកតែមួយជាមួយគ្នាញ៉ាំតម្រូវការមួយមុខងារមួយដែលយើងត្រូវការចាំបាច់ហ្នឹងហើយវា integrate system ជាច្រើនចូលគ្នាមកប្រើចេញគោលដៅតែមួយទី2វិញworkflow អញ្ចឹងយើងអាចបង្កើត workflow បានតាមតម្រូវការអាជីវកម្មរបស់យើងទី3វាផ្ដោតទៅលើការភ្ជាប់ពី system ផ្សេងគ្នាមកចូលតែមួយទី4អ្នកប្រើ system ហ្នឹងគឺយើងជាអ្នក maintenance ខ្លួនឯងបើថាយើងទិញពី vendor យើងមកប្រើអីគឺយើង maintenance ខ្លួនឯងទី5 customer គឺជាអ្នក provide platform នៅខ្លួនឯងបាទអញ្ចឹងចូលមក slide បន្ទាប់ទៀតពាក់ព័ន្ធនឹង ERP system បានន័យថា Enterprise Resource Planning System អញ្ចឹងERP Enterprise Resource Planning ហ្នឹងវាជាប្រព័ន្ធទូទៅមួយដែល support business ហើយវាមានមុខងារដូចជាការបញ្ជាទិញ ordering ចេញកាយប័ត្រ invoice ឬមួយក៏ការផលិត manufacturing អញ្ចឹងចាំទៅវាជាប្រព័ន្ធមួយដែលអាជីវកម្មធំៗនោះនិយមប្រើដើម្បីគ្រប់គ្រងទៅលើ business ទាំងមូលនៅក្នុងក្រុមហ៊ុនផ្នែកផ្សេងគ្នាទៅបាទអញ្ចឹងវាត្រូវបានយកទៅប្រើប្រាស់នៅក្រុមហ៊ុនធំជាច្រើនហើយវាជាផ្នែកមួយនៃ software review ដែរហើយជាទូទៅbasic system ហ្នឹងគឺវាផ្លាស់ប្ដូរទៅដោយការប្រើប្រាស់ module ឬមួយក៏ adding specific part ហ្នឹងដើម្បីយកមកប្រើប្រាស់បានតើតើយើងមានការយល់ដឹងពាក់ព័ន្ធទៅលើអាជីវកម្មដែលយើងយកទៅប្រើប្រាស់ទៀតអូខេអញ្ចឹងមក slide បន្ទាប់ទៀតពាក់ព័ន្ធជាមួយនឹង architect of ERP system អញ្ចឹងដូចនៅក្នុង slide ហ្នឹងអញ្ចឹងគឺ ERP system ហ្នឹងគឺវាភ្ជាប់ទៅ different វាទៅផ្នែកផ្សេងគ្នានៃ business ទាំងមូលហ្នឹងដោយប្រើប្រាស់rule តែមួយក្នុងការ run task នីមួយៗហ្នឹងអញ្ចឹងវាយើងបានឃើញនៅ layer ខាងលើហ្នឹងគឺវាមាន4ចំណុចសំខាន់នៃអាជីវកម្មអញ្ចឹងវាមានដូចជា purchasing វាមាន supply chain មាន logistics ហើយនិង customer relation management ទៀតបាទហើយមកខាងក្រោមទៀតគឺប្រសាសន៍ layer ផ្នែកមួយគឺវាមានប្រសាសន៍រៀងៗខ្លួនហើយពី step ឬមួយក៏ពី task នីមួយនៃអញ្ចឹងអា task នីមួយហ្នឹងគឺcompany គឺ follow តាម department គាត់ផ្សេងហើយចំពោះទី4like business rule layer ហ្នឹងអាហ្នឹងវានៅពីក្រោម process អញ្ចឹងដូច company rule ខ្លះមាន logic ដូចជា approval step ឬមួយក៏ pricing rule delivery policy អីហ្នឹងគឺវា
វាអ្នកតម្រង់វាអ្នក guide ថារឿងហ្នឹងវាគួរសម្រេចដោយបែបម៉េចអញ្ចឹងបានវានៅពីក្រុម process បន្ទាប់ process អូខេហើយមកខាងក្រុមគេទាំងអស់ហ្នឹងគឺ system database layer វានៅខាងក្រុមគេដោយសារតែកន្លែង database ហ្នឹងវាជាកន្លែងដែលdata ទាំងអស់ត្រូវ store នៅក្នុងហ្នឹងហើយវា share ទៅ department ផ្សេងៗគ្នាពីកន្លែងហ្នឹងអញ្ចឹងបានអាចឲ្យគ្រប់គ្នាធ្វើការជាមួយនឹងinformation តែមួយបាទអត់ទេមក information data តែមួយប្រើរួមគ្នាបាទអញ្ចឹងដូចតែនិយាយខាងលើអញ្ចឹងសរុបមកគឺ ERP system ហ្នឹងគឺវាភ្ជាប់ទៅផ្នែកផ្សេងៗគ្នានៃអាជីវកម្មដែលវា run ទៅលើ task តែមួយឬមួយក៏ rule តែមួយដែលសម្រាប់ផ្ទុកគ្រប់យ៉ាងនៅកន្លែងតែមួយដូចឃើញនៅក្នុងរូបភាពអញ្ចឹងចូលមក slide បន្ទាប់ពាក់ព័ន្ធមួយ ERP architect អញ្ចឹងa number of models to support different business function អញ្ចឹងបានន័យថា model គឺវាមាន business function ផ្សេងៗគ្នាក្នុងហ្នឹងsystem វាមានផ្នែកផ្សេងៗគ្នាហើយអាហ្នឹងដែលយើងហៅថា model ហើយ model មួយហ្នឹងគឺវា handle ទៅលើ specific area ដែលនៅលើ business ហ្នឹងដូចជា sell ហើយ purchase ឬមួយក៏ inventory ហ្នឹងទៅហើយ define setup of business process កំណត់ business process ដែលវា associate ជាមួយនឹង model ហើយវាប្រព័ន្ធនឹង activity ដែលនៅក្នុង model នោះអញ្ចឹងprocess ដំណើរការញ៉ាំ model មួយហ្នឹងគឺវា follow ទៅលើ set ឬមួយfollow set នៃ step ឬមួយក៏ task ដែលយើងហៅថា process ហ្នឹងដែលវាត្រូវវា match ទៅនឹង business ដែលយើង apply ទៅលើហើយ common database ដែល maintain information about related business function អញ្ចឹង database មួយគឺវា database ហ្នឹងគឺប្រើប្រាស់ទូទៅចែក share ទៅអញ្ចឹងmodel ទាំងអស់ហ្នឹងគឺវា share the same storage វានៅលើ database ហ្នឹងដែលវាផ្ទុកនៅ business information ហ្នឹងទាំងអស់a set of business rules that apply to all data in the database អញ្ចឹងចំពោះ business rule ញ៉ាំ data អញ្ចឹងមាន rule មានការកំណត់ rule នៅក្នុងកន្លែងតែមួយហ្នឹងដើម្បី make sure ថា information ទាំងអស់ហ្នឹងគឺប្រើប្រាស់ត្រឹមត្រូវហើយវា consistent នៅក្នុង system ទាំងមូលហ្នឹងចាំពាក់ព័ន្ធជាមួយ slide បន្ទាប់ពាក់ព័ន្ធទៅនឹង ERP configuration ការកំណត់ទៅលើ ERP ហ្នឹងគឺវា select ទៅលើ requirement function វាជ្រើសរើស tool ឬក៏ feature មួយដែល business ចាំបាច់ត្រូវការហើយវា establish data model បានថាវាសម្រាប់ថា organize ឬមួយក៏ផ្ទុកbusiness information នៅក្នុង system ហ្នឹងដោយរបៀបណាទី3ពាក់ព័ន្ធនឹង define business rule អញ្ចឹងវាជាអ្នកកំណត់ rule
នៅក្នុងgroup សម្រាប់ system ហ្នឹងថាវាត្រូវ handle ឬក៏ control data បែបម៉េច4ពាក់ព័ន្ធមក interacting with other system អញ្ចឹងវា plan ថា ERP ហ្នឹងនឹង connect ហើយ work ជាមួយនឹង software ផ្សេងៗទៀតដោយរបៀបម៉េចទី5 designing input form and report អញ្ចឹងវាខុសសម្បាយ form ឲ្យអ្នកប្រើនឹងអាច fill ហើយ report មក system វិញ6 design new business process អញ្ចឹងវាបង្កើតទីផ្សេងនៃការធ្វើនៃការដំណើរការដែលឲ្យវា fit ជាមួយទៅនឹងដែល system build មកហ្នឹង setting deployment parameter អញ្ចឹងវា adjust setting ដើម្បីឲ្យប្រកាសថា system ហ្នឹងដំណើរការគេហៅវាដំណើរការធម្មតានៅលើ computer ឬក៏ server របស់យើងហ្នឹងអញ្ចឹងយើងចូលមក slide បន្តទៀតពាក់ព័ន្ធមួយ integrated application system អញ្ចឹងវាដូចទៅនឹងដែលខ្ញុំបានបញ្ចូលខាងលើមកដែរអញ្ចឹងintegrated application system ហ្នឹងវាជា application system ដែលវាមានលើសពីមួយ application system អាចនិយាយថាវាជា system ដែល combine ចូលគ្នាចាប់ពី2ឡើងទៅនៃ system ផ្សេងរួមទាំង system ដើមនៃ company ដែលកំពុងតែប្រើស្រាប់ហើយផងអញ្ចឹងយើងប្រើប្រាស់វានៅពេលណានៅពេលដែលវាអត់មាន system ណាមួយដែលយើងត្រូវការឬមួយក៏អាចយកមកប្រើបានអញ្ចឹងយើងចង់add system ថ្មីហើយភ្ជាប់វាទៅជាមួយទៅនឹង system ដែលយើងកំពុងតែប្រើអញ្ចឹងទៅជាមួយ slide តទៀតពាក់ព័ន្ធជាមួយនឹង design choice អញ្ចឹងapplication system មួយណាដែលផ្ដល់មុខងារឲ្យមកវា fit ជាងគេដែលយើងត្រូវការអញ្ចឹងជាធម្មតាវាមាន option ច្រើនដែលអាចឲ្យយើងជ្រើសរើសប៉ុន្តែយើងជ្រើសរើស system មួយណា software មួយណាដែលវាត្រូវទៅនឹង business ដែលយើងត្រូវការ system យើងមក apply ជាមួយហ្នឹងហើយពាក់ព័ន្ធមួយទៀត how will data be exchanged អញ្ចឹងsystem ហ្នឹងវា communicate គ្នា exchange data គ្នាបែបណាអញ្ចឹងsoftware ផ្សេងគ្នាហ្នឹងគឺវា communicate គ្នាក្នុងភាសាផ្សេងគ្នាសម្រាប់ data សម្រាប់ share data ទៅគ្នាអញ្ចឹងអ្វីយើងត្រូវការគឺ connector ដែលហៅថា adapter ហ្នឹងដើម្បីជួយឲ្យវា share information មកគ្នាបានអញ្ចឹង feature មួយណាដែល product តែងតែត្រូវការយកមកប្រើអញ្ចឹង system ខ្លះវាមាន tool បន្ថែមដែលយើងអត់ចាំបាច់ត្រូវការហើយមាន tool ខ្លះទៀតដែលវាមានមកហើយដែលលើសពី system មួយវាមានមកលើសពីអ្វីយើងត្រូវការអញ្ចឹងយើងអាច decide បានថាយើងអ្វីដែលយើងត្រូវការហើយអ្វីយើងគួរតែ avoid បាទ slide បន្តទៀតពាក់ព័ន្ធមួយ integration product system ដែលយើងឃើញក្នុងរូបអញ្ចឹងខាង client មាន web browser ហើយ email system តែខាង server វាមាន e-commerce system ហើយវាមាន adapter វា connect ពី e-commerce system ហ្នឹងមកខាង ordering and invoice system
adapter connect ទៅ email system បាទអញ្ចឹងវាឲ្យ system ទាំងអស់ហ្នឹងវា communicate គ្នាថា share data ទៅមួយ slide តពាក់ព័ន្ធនឹង server oriented interface អញ្ចឹងapplication system integrate វាអាចមានភាពសាមញ្ញបើសិនជា server oriented វា fit ទៅនឹងការប្រើប្រាស់អញ្ចឹងយើងអាចឲ្យ system ផ្សេងពីគ្នាហ្នឹងវាធ្វើការជាមួយគ្នាបានដោយមានភាពងាយស្រួលជាងមុនបើសិនជាយើងប្រើប្រាស់ service មួយក៏standard building block ណាមួយដែលអាចឲ្យមួយ system មួយហ្នឹងធ្វើ specific job ឬមួយក៏ task របស់វាហ្នឹងហើយsystem មួយហ្នឹងគឺវា share function share function តាមរយៈ standard service interface មួយដូចជា menu អញ្ចឹងដែលបញ្ជាក់ថាវាអាចធ្វើអីបានអញ្ចឹង system ផ្សេងៗវាអាច connect ហើយមកប្រើ function ទាំងអស់ហ្នឹងបានហើយមួយទៀតបើសិនជា system ហ្នឹងវាបើសិន system ហ្នឹងវាអត់មាន offer service ហ្នឹងទេអញ្ចឹងintegrator អាច build មួយក៏ wrapper ដែលវាអាច head application complexity ដែលវាអាចធ្វើឲ្យ function របស់យើងហ្នឹងវាងាយស្រួលក្នុងការប្រើប្រាស់ពីខាងក្រៅមកវិញហើយមក slide នេះគឺពាក់ព័ន្ធជាមួយទៅនឹង application wrapper ដូចយើងបានឃើញអញ្ចឹង service wrapper ហើយ service 2 wrap application system មួយចឹងចូល slide តទៀតពាក់ព័ន្ធមួយនឹង application system integration problem ចឹងហើយនៅគឺនិយាយពីបញ្ហានៃការ integrate system បញ្ចូលគ្នាអញ្ចឹងយើង limit control ហើយយើង lack of control យើងអាច control ពេញលេញបានទៅលើ software ហ្នឹងថាវាត្រូវ behave បែបម៉េចហើយត្រូវ run បែបម៉េចដើម្បីឲ្យវាលឿនឬមួយក៏ដូចអ្វីដែលយើងបានពឹងទុកឯងបែបទី2បញ្ហាជាមួយទៅនឹងប្រព័ន្ធប្រតិបត្តិការវាអាចបបិសោតយើងពេលខ្លះយើងប្រើវាដំបូងវាដំណើរការល្អក៏ប៉ុន្តែពេលខ្លះយើងអត់ជួបទៅនឹងតម្រូវការរបស់យើងនៅពេលដែលយើងចាប់ផ្ដើមប្រើប្រាស់វាហើយ system វាអត់តែងដំណើរការរួមគ្នាដោយសារវា system ផ្សេងៗគ្នាយើង integrate ចូលគ្នាអញ្ចឹងពេលខ្លះវាអាច be in different way ក៏តែវាអាចនឹងធ្វើឲ្យការពិបាកក្នុងការ connect ទៅគ្នាហើយ share data ឲ្យវាដំណើរការ smooth ទី3ហ្នឹងពាក់ព័ន្ធជាមួយនឹង control over system evolution control ទៅលើការ update នៅពេលខាងមុខអញ្ចឹងពេលខ្លះក្រុមហ៊ុនអាចនឹងធ្វើ system ខាង vendor គេអ្នកធ្វើ system មកខាង customer អញ្ចឹងគេជាអ្នកសម្រេចចិត្ត decide ថាវាត្រូវផ្លាស់ប្ដូរបែបម៉េចហើយវាអាចប៉ះពាល់ដល់ការ set up របស់យើងបានហើយចុងក្រោយក្នុង slide ហ្នឹងគឺ support
from system vendor អញ្ចឹងដូចយើងដឹងស្រាប់ហើយsystem we lack of long term support អញ្ចឹង software vendor អាចនឹងឈប់ផ្ដល់ជំនួយក្នុងការ update ឬ maintenance system ហ្នឹងនៅក្នុងគណៈពេលណាមួយអញ្ចឹងវាអាចផ្ដល់ឲ្យយើងផ្ដល់ជំនឿតិចឲ្យយើងបើសិនជាមានបញ្ហាកើតឡើងនៅក្នុង system ហ្នឹងអញ្ចឹងមកដល់ slide ចុងក្រោយរបស់យើងគឺ key point អញ្ចឹងsoftware reuse ហ្នឹងគេគឺវាជា software ដែលវាកើតឡើងរួចហើយតែយើងយកវាមកប្រើប្រាស់ឡើងវិញទៀតអញ្ចឹងវាអាចមកពីផ្នែកតូចនៃកូដណាមួយដែលដូចជា method class អីចឹងទៅកាន់រហូតដល់វាទៅជា full application system ជាជាងការយើង build ទាំងអស់ឡើងវិញហ្មង from scratch បាទហើយ benefit នៃ reuse គឺវា lower development cost យើងចំណាយតិចវាលឿនក្នុងការ development វា low risk បើថាបញ្ហាប្រឈមវាតិចហើយវា reliable ជាងហើយ expert អាចផ្ដោតលើការ build reusable part បានហើយចំណុចតទៅទៀតគឺពាក់ព័ន្ធនឹង application framework អាហ្នឹងវាគឺជា toolkit ដែលបង្កើតមកសម្រាប់ reusable ហើយវា base ទៅលើ design pattern ដែលយើងអាច customize បានដោយបន្ថែមផ្នែកណាមួយចឹងទៅsoftware product line relate system វា from អញ្ចឹងវាគឺជា relate system ដែល build from common base ហើយវាអាចផ្លាស់ប្ដូរឬមួយក៏បន្ថែម feature ឲ្យ match ទៅនឹង specific need របស់ device គឺមួយក៏ស្ថានភាពដែលយើងត្រូវការហ្នឹងពាក់ព័ន្ធនឹង reuse full application system យើងអាចប្រើប្រាស់ឡើងវិញបានជាមួយនឹង large scale ឬមួយក៏ ready made software system បង្កើតឲ្យសម្រាប់ទីយកទៅប្រើហ្នឹងអញ្ចឹងវាអាចជួយចំណេញពេលវេលានិងការចំណាយរបស់យើងដែរហើយវាអាច match ទៅនឹង system ដែល meet ទៅនឹង requirement របស់យើងត្រូវការយកមកប្រើជាមួយពាក់ព័ន្ធនឹង challenge of reuse application system ចំណុចចុងក្រោយពាក់ព័ន្ធទៅនឹង potential problem អញ្ចឹងបញ្ហាប្រឈមនៃការ use ប្រើប្រាស់ system reuse ហ្នឹងគឺយើងអាចនឹងអាច control ថាវា work មិនឬមួយក៏ update ទៅមិននៅថ្ងៃខាងមុខអញ្ចឹងហើយយើង depend ទៅលើ vendor សម្រាប់ support នៅ system ហ្នឹងហើយ system ផ្សេងគ្នាវាអាចនឹងអត់ដំណើរការរួមគ្នាល្អដូចអ្វីដែលយើងបានរំពឹងទុកអញ្ចឹងចំពោះការ present របស់ខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងសូមអរគុណ